បាទថ្ងៃនេះបានជួសជុល iPhone 11 Pro Max ពេលនេះចាប់ផ្ដើមពុះបតដើម្បីចែកមើលនៅខាងក្នុងព្រោះបត iPhone មាន2ជាន់ដើម្បីជួសជុលបានយើងត្រូវពុះវាយកមកជាន់ឲ្យចេញសិនទៅយើងអាចមើលឃើញគ្រឿងនៅខាងក្នុងបញ្ហានៅខាងក្នុងពេលពុះបតហើយហ្នឹងយើងពិនិត្យមើលជើងដែលតភ្ជាប់បតខាងលើនិងបតខាងក្រោមហ្នឹងវាមានដាច់អត់ឬមួយមានសាបទឹកឬមានចូលទឹកអីអត់ដល់ពេលពុះហើយណាយើងពិនិត្យមើលគឺបតខាងលើគឺជើងវាល្អអត់មានដាច់ជើងអត់មានចូលទឹកអីទេ